កិច្ចប្រជុំសាមញ្ញលើកទី13ឆ្នាំទី1អាណត្តិទី4របស់ក្រុមប្រឹក្សាខេត្តពោធិ៍សាត់បានប្រារព្ធធ្វើនៅសាលប្រជុំធំខេត្តពោធិ៍សាត់នាព្រឹកថ្ងៃទី11ខែមិថុនាឆ្នាំ2025ក្រោមអធិបតីភាពអាយដាមមករាប្រធានក្រុមប្រឹក្សាខេត្តនឹងមានការអញ្ជើញចូលរួមពីលោកពៅពិសិដ្ឋអភិបាលរងខេត្តតំណាងអាយដាមខុយរីដាអភិបាលនៃគណៈអភិបាលខេត្តព្រមទាំងអាយដាមលោកជំទាវលោកស្រីសមាជិកក្រុមប្រឹក្សាខេត្តប្រធានមន្ត្រីអង្គភាពជុំវិញខេត្តនិងអភិបាលក្រុងស្រុកទាំង7អាយដាមមករាបានជម្រាបជូនអំពីរបៀបវារៈនៃកិច្ចប្រជុំនេះ1ពិនិត្យនិងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី12ឆ្នាំទី1អាណត្តិទី4របស់ក្រុមប្រឹក្សាខេត្ត2ពិនិត្យនិងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែឧសភាឆ្នាំ2025របស់រដ្ឋបាលខេត្ត3ពិនិត្យនិងអនុម័តសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនថ្នាក់ដឹកនាំនិងមន្ត្រីរាជការសាលាខេត្តពោធិ៍សាត់សម្រាប់ខែឧសភាឆ្នាំ2025 4ពិនិត្យនិងអនុម័តសេចក្តីព្រាងសេចក្តីសម្រេចស្តីពីប្រតិទិនកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ឆ្នាំទី2អាណត្តិទី4ឆ្នាំ2025សម្រាប់រយៈពេល12ខែ5ពិនិត្យនិងអនុម័តសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកែសម្រួលសមាជិកភាពគណៈកម្មការរៀបចំគម្រោងខេត្ត6របាយការណ៍គណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត7បញ្ហាផ្សេង8ពិនិត្យនិងអនុម័តស្តីពីការតែងតាំងអភិបាលរងស្រុកក្រគរនិងស្រុកភ្នំក្រវាញសម្រាប់អាណត្តិទី2ក្នុងដែនសមត្ថកិច្ចដដែលលោកពៅពិសិដ្ឋអភិបាលរងនៃគណៈអភិបាលខេត្តបានលើកឡើងថាយើងនៅមានពេលវេលារយៈពេល1ឆ្នាំទៀតដើម្បីរៀបចំអភិវឌ្ឍខេត្តពោធិ៍សាត់របស់យើងឲ្យបានល្អសម្រាប់ពិធីបុណ្យទន្លេនៅឆ្នាំ2026ខាងមុខនេះដោយអនុវត្តតាមកិច្ចចង្អុលការរបស់អាយដាមខុយរីដាអភិបាលខេត្តពោធិ៍សាត់សូមឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់និងមន្ត្រីពាក់ព័ន្ធត្រូវរៀបចំឲ្យបានគ្រប់ជ្រុងជ្រោយលើគ្រប់វិស័យដើម្បីបង្ហាញថ្នាក់ដឹកនាំនិងភ្ញៀវទេសចរដែលមកលេងកម្សាន្តយើងធ្វើដោយព្រឹត្តព្រៀងបំផុតដើម្បីឆ្លុះបញ្ចាំងសមិទ្ធផលដែលយើងកំពុងធ្វើនិងបញ្ជាក់ពីគោលនយោបាយជូនរាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋខេត្តពោធិ៍សាត់របស់យើងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុកទាំងអស់ត្រូវរៀបចំសណ្ដាប់ធ្នាប់អនាម័យបរិស្ថានឲ្យបានស្អាតគ្រប់ទីកន្លែងនិងបន្តរឹតបន្តឹងគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពដើម្បីធានាសុខសុវត្ថិភាពជូនថ្នាក់ដឹកនាំភ្ញៀវជាតិអន្តរជាតិអាយដាមមករាប្រធានក្រុមប្រឹក្សាខេត្តបានកោតសរសើរនៅយន្តការដឹកនាំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តដែលមានអាយដាមខុយរីដាជាប្រធានមានភាពឆ្លៀវវៃប៉ិនប្រសប់មើងម៉ាត់ធ្វើឲ្យខេត្តពោធិ៍សាត់យើងរក្សាបាននូវស្ថិរភាពសុវត្ថិភាពសាធារណៈមានសណ្ដាប់ធ្នាប់សង្គមល្អភូមិឃុំសង្កាត់មានសុវត្ថិភាពកាត់បន្ថយនៅបទល្មើសគ្រប់ប្រភេទពិសេសបានរៀបចំសោភ័ណភាពក្រុងបានល្អទាក់ទាញភ្ញៀវទេសចរជាតិជាបន្តបន្ទាប់ផងដែរ